រថយន្ត3គ្រឿងនិងម៉ូតូ3គ្រឿងត្រូវអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបយកម្ចាស់ទៅប្រមាននិងអប់រំពាក់ព័ន្ធករណីកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេសនៅវេលាម៉ោង 21:00 នាទីថ្ងៃទី 17 ខែមីនា ឆ្នាំ 2026 កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោកបានធ្វើការឃាត់ម្ចាស់រថយន្ត3គ្រឿងនិងម៉ូតូ3គ្រឿងដែលបានកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេសបង្កឲ្យមានសំឡេងរំខានដល់ប្រជាពលរដ្ឋនិងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈនៅចំណុចបណ្ដោយផ្លូវលេខ 337 សង្កាត់បឹងកក់ទី 2 និងចំណុចផ្លូវលេខ 182 សង្កាត់ទឹកល្អទី 2 ខណ្ឌទួលគោករាជធានីភ្នំពេញបន្ទាប់ពីបានប្រមាននិងអប់រំណែនាំរួចកម្លាំងអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌទួលគោកបានឲ្យម្ចាស់រថយន្តនិងម៉ូតូធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេសបង្កការរំខានដល់សាធារណជនតទៅទៀតចំណែកម៉ូតូទាំង3គ្រឿងត្រូវបានដកហូតរក្សាទុកជាបណ្ដោះអាសន្ននៅមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោកនិងរថយន្ត3គ្រឿងរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញរយៈពេល1ខែ